Ôi bắt tập bơ khâu ngồi không cười nhầm tập សួស្តីបងប្អូនអរគ្នាថ្ងៃនេះនាំបងប្អូនទៅដើរលេងកម្សាន្តនៅក្រៅផ្ទះរបស់ខ្ញុំម្ដងបងប្អូនថាមានអ្វីខ្លះតោះនៅក្នុងវីដេអូនេះនឹងនាំបងប្អូនមកមើលនៅទស្សនីយភាពនៅមាត់ទន្លេក្រៅផ្ទះខ្ញុំបងប្អូនចឹងឃើញថាទឹកទន្លេកំពុងតែស្ទុះឡើងខ្លាំងមែនតើបងប្អូនចឹងហើយខ្ញុំក៏ឆ្លៀតពេលមកនេសាទត្រីបងប្អូនតែបាទមើលសកម្មភាពរបស់ខ្ញុំបាទគឺគាត់នៅឃើញគប់សន្ទូចក៏ដឹងថាទឹកដៃគប់សន្ទូចហ្នឹងគឺមិនធម្មតាទេបងប្អូនគឺថាសន្ទូចមិនដែលបានម្ដងទេបាទបន្ទាប់ពីគប់ហើយបាទគឺឃើញថាដាក់ចុះមួយកន្លែងមិនយូរប្រហែលក៏តាក់ហើយបងប្អូនមានណាតាក់ហើយក៏មានអីទៀតទាញហើយដាច់ផ្លែបាទហើយបងប្អូនហើយក៏យូរប្រវិចហ្នឹងត្រឡប់ទៅផ្ទះវិញបងប្អូនតែពេលដើរមកផ្ទះហ្នឹងស្រាប់តែឃើញអ្នកម្ដាយក៏កំពុងតែដើរជីកអីទេហើយប្រាប់គាត់ថាខ្ញុំចង់ទៅគប់ទទូចនៅខាងនោះខ្ញុំមើលយកផ្លែមកមានណាដើរតាមផ្លូវគាត់ទៅលេខឃើញដំឡូងបងប្អូននៅមាត់ទន្លេអញ្ចឹងមានដំឡូងនៅសល់ហើយខ្ញុំថាឃើញសត្វតែស្មៅហ្នឹងហើយគាត់ថាទេដំឡូងតាខ្ញុំមើលគាត់ជីកឲ្យមើលតែពេលគាត់ជីកមកបងប្អូនមានមើលមែននេះគាត់ជីកមួយហើយមួយទៀតចាប់តែមានមើលដូចកន្លែងនេះអញ្ចឹងបងប្អូនខ្ញុំថាអត់មានហើយដល់ពេលគាត់ជីកមកគាត់ថាអូមានណាកោះមកដាច់បាត់ហើយសង្ស័យថានៅតាដល់ពេលចុងក្រោយមានអីបងប្អូនធំរបស់គេនេះបងប្អូននេះខ្ញុំបងប្អូនគណិតមើលលំឡងមិនតំឡងនេះដូចកន្លែងនេះអញ្ចឹងគូមករុនមាន2បងប្អូនមិនដៅនេះ2គឺអែមស្នេហ៍ទេហ្មងហើយចូលមកដល់កន្លែងដើមនេះទៀតតាមពិតទៅគឺដើមដំឡូងហ្នឹងវាលាក់ខ្លួនបងប្អូនលាក់នៅក្នុងដើមស្មៅដើរជន់ទៅមកគ្មានដឹងអីទេហើយកន្លែងនេះនឹកឃើញថាអត់មានទេដល់ពេលរួចមានណានៅសារចុងចោលស្ដាច់ជ្រឿកបាទគឺមានបាទចូលមកដល់ទីនេះគឺបងស្រីរបស់ខ្ញុំគាត់ច្បាស់ណាគាត់ថានៅកន្លែងនេះមានណាអ្នកម្ដាយគាត់ទៅវែកមើលទៅគាត់ថាអត់មានទេចឹងក៏បដូរកន្លែងទៅកាន់កន្លែងមួយទៀតដើម្បីជីកបងប្អូនហើយបងស្រីខ្ញុំហ្នឹងគាត់ដើរស្វែងរកមើលណាបងប្អូនព្រោះឮដៃខ្ញុំហ្នឹងគាត់ប្រាប់ថាឲ្យមើលតោងមើលអីចឹងហើយផឹងវែកមើលតែដល់ពេលអ្នកម្ដាយខ្ញុំនេះគាត់បកកែមើលបងប្អូនគាត់ស្គាល់តោងតែមួយទៀតគាត់ក៏ចាប់ដើមជីកទៀតជីកហើយកំពុងតែចាំអ៊ុតបងប្អូនអ៊ុតចេញមកហើយបងប្អូនដំឡងបាទគឺឃើញអញ្ចឹងវាបាន1ម៉ាត់2ម៉ាត់ដែរបងប្អូនតែផ្សំទៅធ្វើម៉េចបើស្ទួយត្រីបានបងប្អូនហើយក៏ជីកទៀតគាត់ជីករហូតនេះខ្ញុំនេះរវល់តែថតអាឡែងតែនិយាយបងប្អូនគាត់ចាប់ដើមជីកមកបានមួយទៀតប៉ុណ្ណានៃមកមួយទៀតហើយបងប្អូនឃើញថាមករុននេះក៏ជាតិណាស់ដែរបងប្អូនឥឡូវមកចូលមកប្រឡងទៀតហើយបងប្អូនហើយគាត់បកកែរមែនតើបងប្អូនហើយខ្ញុំនៅចិត្តហ្នឹងឯងវែកមើលហើយឃើញហើយគាត់ថាអត់មានទេតែគាត់បើកមកនេះដូចនេះជាដើមអញ្ចឹងហើយត្រង់នេះបងប្អូនសំមានណាក្រែលទេបងប្អូននេះពី3 4ដុំហើយយើងកោកណូមកដុំមកយើងទុកប្រមូលវាហើយចាំយកវាទៅសម្អាតអាសាហើយបន្តមកទៀតហ្នឹងគាត់ចាប់ដើមជីកមកទៀតហើយបងប្អូនបានមកទៀតហើយគាត់បោះឲ្យដើម្បីប្រមូលយកទុកម្ដុំហើយខ្ញុំម្នាក់ហ្នឹងគឺខាងយកមុខបងប្អូនកាន់មកហើយដាក់មកកនុកទុកម្ដុំយ៉ាងទៅឥឡូវយើងដល់វគ្គធ្វើការប្រមូលយកទៅលាងបងប្អូនហើយទឹកมันខ្វះលាងទេបងប្អូនបណ្ឌិតមើលគាត់តែមើលមកឆាច់ប៉ុណ្ណឹងគឺឃើញថាលាងដល់ណានៃតែម្ដងបងប្អូនមិនត្រឹមតែលាងដាក់ឲ្យលងហ្មងបាទអញ្ចឹងយើងធ្វើការសម្អាតមកតង់ទៅបងប្អូនលាងហើយលាងទៀតឲ្យសាច់សខ្ចីអីអញ្ចឹងនេះដានដោយសារតែចូលស៊ីផ្លែចបតាក្រោយពីលាងហើយយើងធ្វើការប្រមូលវាយកទៅផ្ទះបងប្អូនតាហើយឈប់ស្ទូឈប់អីហើយទៅផ្ទះហើយបាទបងប្អូនមកដល់ផ្ទះហើយយើងចាប់ផ្ដើមដាក់កញ្ច្រែងយើងចិតសបកវាហើយបងប្អូន
ហើយទូទៅអាហ្នឹងយើងស្ងោទាំងសបកទាំងអីតែដោយសារតែដលងនេះវាគេប្រមូលមិនតាន់អស់វានៅសល់យើងវានៅហឹងអីខ្លះអញ្ចឹងយើងសម្អាតវាមុនចិត្តសបកវាដាក់កធន់ម្ដុំយើងទៅបងប្អូនហើយយើងលាងសម្អាតអីកូនពូជហ្នឹងក៏ចាប់ផ្ដើមចាំបាច់លាងគេដែរបងប្អូនគប់លេងតែយើងធ្វើការកាត់ភ្លើងឲ្យវាកាត់ភ្លើងអត់ចង់ឆេះទេបងប្អូនតែកាត់ភ្លើងតោះឥឡូវយើងចាប់ផ្ដើមយកនៅអានដីនេះដំឡូងរបស់យើងទៅដាក់ចូលក្នុងឆ្នាំងណាបងប្អូនតោះចឹងនៅភ្លើងឆេះនៅអាហ្នឹងចាំពិតមានអ្នកជួយកាត់ទេបងប្អូនតោះឥឡូវយើងចាក់ចូលឲ្យដំឡូងនៅក្នុងនេះមួយស្រោតហ្នឹងគឺកូនពូជរបស់ខ្ញុំគាត់យកមកដាក់ណាបងប្អូនតោះខ្ញុំនិតមើលដំឡូងនេះចាប់ដើមស្ងើក្របវាទុកខ្ញុំប៉ុណ្ណេះបងប្អូនហើយមកសម្បកទៅពិនិត្យមើលថាវាមិនទាន់ឆ្អិនទេនៅយើងរឹងបងប្អូនតាមទៀតក៏ក្របវិញសិនទុកងំមកសម្បកស្រាប់តែភ្លេចមើលភ្លើងបងប្អូនបើខ្លោចបាទបងប្អូនមើលសម្បល់មើលទៅដឹងអីហើយណោវាខាំងបាត់ឆ្នាំងបាត់អីហ្នឹងបងប្អូនពេលយើងដាក់អំបិលទៅតែមានន័យនៅប៉ុណ្ណេះក៏នៅអែមដែរបងប្អូនតោះឥឡូវយើងយកមកដើម្បីធ្វើការជួបជុំគ្នាក្រោយពីបាយក៏កដោមាត់បងប្អូនតេះលេងបងប្អូនចឹងនេះចូលមកដល់ហើយបាទយកចង្កាក់យកមកចាក់បាទចាំបាច់ចែកដៃតែហ្មងទេបាទតោះអញ្ចឹងយើងមើលទៅឃើញថាបងស្រីរបស់ខ្ញុំគាត់ភ្លក់នេះហើយបងស្រីរបស់ខ្ញុំដែរទៅជីកដំឡូងដែរបងប្អូនហើយនេះអ្នកម្ដាយរបស់ខ្ញុំបាទអ្នកទឹកដៃជីកដំឡូងស្វែងរកដំឡូងបងគាត់ភ្លក់អីគាត់ថាគាត់ជីកយកមកឲ្យទេគាត់សូវភាសាទេហើយចំណែកនេះគឺខ្ញុំហ្នឹងបងប្អូនគឺបាទគឺឃើញថាអ្វីក៏ឆ្ងាញ់ដែរខ្ញុំបងប្អូនហើយចំណែកក្មួយស្រីរបស់ខ្ញុំនេះគឺគ្នាឃ្លានដែរបងប្អូនញ៉ាំបាយអត់ចង់ឆ្ងាញ់ទេមកញ៉ាំដំឡូងបាទមកយូរប៉ុន្មានហ្នឹងក៏ម្នាក់ម្ដុំហ្នឹងក៏អស់ទៅណាបងប្អូនហើយសល់មួយម៉ាត់ហ្នឹងឲ្យតែកូនប្រុសរបស់ខ្ញុំណាបាទឆ្ងាញ់ទេកូនអរគុណសម្រាប់ការទស្សនាបងប្អូនទាំងអស់គ្នា